ចាសូមគោរពជំរាបសួរទៅដល់បងប្អូនអតិថិជនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាចានៅពេលនេះវិលមកជួបនឹងខ្ញុំសារជាថ្មីម្ដងទៀតហើយចានៅក្នុងកម្មវិធីចាប់ឈ្មោះឈ្នះរង្វាន់ពីខាងក្រុមហ៊ុន Campaign ចាលក្ខខណ្ឌងាយៗចាបងប្អូនទាំងអស់គ្នាគ្រាន់តែឆ្លើយនៅចម្លើយដែលត្រឹមត្រូវមិនសិនមិត្តភ័ក្តិចំនួន5នាក់ like share និង follow page នោះបងប្អូនទាំងអស់គ្នានឹងមានឱកាសក្នុងការបញ្ចូលឈ្មោះចាប់រង្វាន់ពីខាងក្រុមហ៊ុនចាហើយកម្មវិធីរបស់យើងនេះផងដែរបង្កើតឡើងនៅក្នុងគោលបំណងដើម្បីចែករំលែកនៅចំណេះដឹងចាដែលតាក់ទងជាមួយនឹងទំនៀមទម្លាប់ប្រពៃណីវប្បធម៌អក្សរសាស្ត្រព្រមទាំងចំណេះដឹងទូទៅជាច្រើនទៀតផងដែរចាហើយនៅក្នុងកម្មវិធីរបស់យើងគឺមានរង្វាន់ធំចំនួន3រង្វាន់ចាដែលរង្វាន់ទី1គឺម៉ាស៊ីនចម្អិនចំនួន1រង្វាន់ចាដែលរង្វាន់ទី2គឺម៉ាស៊ីនកៅម៉ូតូឡានចំនួន1រង្វាន់ព្រមទាំងរង្វាន់ទី3គឺកំសៀវដាំទឹកអគ្គិសនីចំនួន1រង្វាន់ចាហើយរង្វាន់ទាំងអស់នេះបានចូលរួមចំណែកសហការឧបត្ថម្ភដោយក្រុមហ៊ុន Techzone ចាបងប្អូនអតិថិជនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាចានៅពេលនេះសូមគោរពអញ្ជើញបងប្អូនទៅទស្សនាការអាននៅសំណួរដែលក្រុមហ៊ុនបានធ្វើការចែករំលែកកាលពីដើមខែកន្លងទៅចាចង់ដឹងថាតើសំណួរនោះមានអត្ថន័យយ៉ាងណាចាសូមគោរពអញ្ជើញទស្សនាទាំងអស់គ្នាចាបងប្អូនអតិថិជនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាចានៅពេលនេះចាដល់ពេលដែលនាងខ្ញុំត្រូវធ្វើការអាននៅសំណួរចាដែលក្រុមហ៊ុនបានធ្វើការចែករំលែកកាលពីដើមខែកន្លងទៅចាចង់ដឹងថាតើសំណួរនោះមានអត្ថន័យយ៉ាងណាចាសូមទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាចានាងខ្ញុំសូមធ្វើការអាននៅសំណួរតើបណ្ដាញសង្គម TikTokត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរបស់ប្រទេសណាក្នុងឆ្នាំណាចម្លើយជ្រើសរើសមាន3កប្រទេសចិនឆ្នាំ2016ខប្រទេសអាមេរិកឆ្នាំ2017កប្រទេសសិង្ហបុរីឆ្នាំ2018ចាដូច្នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយកចាសូមអបអរសាទរទៅដល់បងប្អូនអតិថិជនចាដែលបានឆ្លើយនៅចម្លើយត្រឹមត្រូវព្រមទាំងគ្រប់ទៅតាមលក្ខខណ្ឌចា system នឹងធ្វើការចាប់ឈ្មោះបងប្អូនដោយស្វ័យប្រវត្តិចាមុននឹងយើងឈានចូលទៅដល់ការចាប់ឈ្មោះអតិថិជនចានាងខ្ញុំសូមធ្វើការបញ្ជាក់គឺដោយសមម្ដងគឺយើងចាប់ឈ្មោះអតិថិជនចាពីរង្វាន់ទី3ទៅកាន់រង្វាន់ទី1ចាដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរចានាងខ្ញុំសូមធ្វើការស្វែងរកឈ្មោះអតិថិជនដែលមានសំណាងឈ្នះនៅរង្វាន់កំសៀវដាំទឹកអគ្គិសនីចំនួន1រង្វាន់ចាសូមធ្វើការចាប់ផ្ដើមចាបងប្អូនអតិថិជនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាចាសូមធ្វើការផ្ទៀងផ្ទាត់ឈ្មោះជាមួយនឹងខ្ញុំចាបានទៅលើអតិថិជនដែលមានឈ្មោះថា Los Sales ចា like share និង mention គោរពទៅតាមលក្ខខណ្ឌចាក៏សូមចូលរួមអបអរសាទរទៅដល់អតិថិជនដែលមានឈ្មោះថា Los Sales ចាបងប្អូនអតិថិជនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាចាជាបន្តចាសូមធ្វើការស្វែងរកអតិថិជនដែលមានសំណាងឈ្នះនៅរង្វាន់ទី2ជាបន្តចាអូខេបងប្អូនចាសូមធ្វើការផ្ទៀងផ្ទាត់ឈ្មោះរបស់អតិថិជនរបស់យើងចាទាំងអស់គ្នាចាបានទៅលើអតិថិជនដែលមានឈ្មោះថាកញ្ចនាឈួនចា like share និង mention គ្រប់ទៅតាមលក្ខខណ្ឌចាក៏សូមចូលរួមអបអរសាទរទៅដល់អតិថិជនដែលមានឈ្មោះថាកញ្ចនាឈួនចាបងប្អូនអតិថិជនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាចាដូច្នេះជាបន្តទៀតចាដល់ពេលវេលាដែលយើងត្រូវស្វែងរកឈ្មោះអតិថិជនចាដែលមានសំណាងឈ្នះនៅរង្វាន់ធំចារង្វាន់ទី1គឺម៉ាស៊ីនចម្អិនចំនួន1រង្វាន់ចាសូមធ្វើការចាប់ផ្ដើមចាឈ្មោះអតិថិជនកំពុងតែរត់ប្រដេញចាគ្នាហើយចាចង់ដឹងថាតើបានទៅលើអតិថិជនរូបណាចាសូមធ្វើការទៀងទាត់ចាបានទៅលើអតិថិជនដែលមានឈ្មោះថា Lin ចាចំណែកឯ like share និង mention គោរពទៅតាមលក្ខខណ្ឌចាសូមចូលរួមអបអរសាទរទៅដល់អតិថិជនដែលមានឈ្មោះថា Lin ចាបងប្អូនអតិថិជនចាជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាចា
អ្នកដែលពុំតាន់ឮឈ្មោះឈ្នះនៅរង្វាន់ចាក៏គុំតាន់អន់ស្រពន់ចិត្តចាយើងនឹងមានរង្វាន់លួងចិត្តចាចំនួន3រង្វាន់ជូនទៅដល់បងប្អូនអតិថិជនទាំងអស់គ្នាចាដូច្នេះដើម្បីកុំឲ្យខាតពេកចាយើងទៅស្វែងរកអតិថិជនដែលមានសំណាងចាឈ្នះរង្វាន់លួងចិត្តទី1ចាសូមធ្វើការចាប់ផ្ដើមចាតើនរណាចាមានសំណាងឈ្នះនៅរង្វាន់លួងចិត្តទី1ចាសូមធ្វើការផ្ទៀងផ្ទាត់ឈ្មោះជាមួយនឹងនាងខ្ញុំចាបានទៅលើចាបានទៅលើអតិថិជនដែលមានឈ្មោះថាហុងច័ន្ទវីរៈចា like share និង mention គ្រប់ទៅតាមលក្ខខណ្ឌចាសូមចូលរួមអបអរសាទរចាអូខេជាបន្តចាទៅស្វែងរកអតិថិជនដែលមានសំណាងឈ្នះនៅរង្វាន់លួងចិត្តទី2ចាសូមធ្វើការចាប់ផ្ដើមចាបងប្អូនទាំងអស់គ្នាដែលបន្តបានលើឈ្មោះចាសូមធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងខ្ញុំជាបន្តចាចង់ដឹងថាតើបានទៅលើអតិថិជនរូបណាចាបានទៅលើអតិថិជនដែលមានឈ្មោះថាទៅហ៊ីចា like share និង mention គ្រប់ទៅតាមលក្ខខណ្ឌចាសូមចូលរួមអបអរសាទរចាបងប្អូនអតិថិជនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាចាសូមធ្វើការស្វែងរកអតិថិជនកូនពៅចាដែលត្រូវឈ្នះនៅរង្វាន់លួងចិត្តទី3ចាសូមធ្វើការចាប់ផ្ដើមចាចង់ដឹងថាតើកូនពៅរបស់យើងចាជានរណាចាសូមធ្វើការផ្ទៀងផ្ទាត់ឈ្មោះជាមួយនឹងខ្ញុំទាំងអស់គ្នាចាបានទៅលើអតិថិជនដែលមានឈ្មោះថាសុកស្រីពៅចា like share និង mention គ្រប់ទៅតាមលក្ខខណ្ឌចាក៏ចូលរួមអបអរសាទរដល់អតិថិជនរបស់យើងដែលមានឈ្មោះថាសុកស្រីពៅចាសូមអបអរសាទរទៅដល់បងប្អូនអតិថិជនចាដែលបានលើឈ្មោះឈ្នះរង្វាន់ពីខាងក្រុមហ៊ុនចាបងប្អូនទាំងអស់គ្នាក៏អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទនិងគេហទំព័រដែលអ្នកខ្ញុំបានបង្ហាញនៅខាងក្រោមនេះចាជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់បងប្អូនអតិថិជនទាំងអស់គ្នាចាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាកម្មវិធីនេះក៏ដូចជាការគាំទ្រនៅផលិតផលរបស់ក្រុមហ៊ុនផងដែរចានាងខ្ញុំសូមគោរពជូនពរទៅដល់បងប្អូនអតិថិជនទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរទាំង4ប្រការមានអាយុវណ្ណៈសុខៈនិងពលៈកំបីឃ្លានឃ្លាតឡើយចានៅពេលនេះនាងខ្ញុំព្រមទាំងសហការីសូមអរគុណសូមជម្រាបលាចង់ភ្លឺខ្លាំងក៏បានភ្លឺល្មមក៏បាន Campaign ថ្នាំពណ៌ជាតិស្រស់ស្អាតហើយជូតបានយូរ